បាទជំរាបសួរប្រិយមិត្តសម្រាប់វីដេអូនេះខ្ញុំមានតែបន្តិចទេនិយាយអំពីករណីពិសេសអំពីរាសីឆ្នាំជូតប្រចាំឆ្នាំ2026ដូចតទៅដោយឡែកយើងដឹងហើយថាឆ្នាំ2026គឺជាធាតុភ្លើងយ៉ាងគេហៅភ្លើងបូកហ្នឹងមកជាមួយនឹងសត្វមមីអញ្ចឹងយើងដឹងហើយអញ្ចឹងជាទូទៅគេយល់ឃើញថាអ្នកដែលប្រឈមមុខធ្ងន់ធ្ងរជាងគេគឺអ្នកដែលមានទឹកបូកជាមួយនឹងជូតបាទមិនថានៅតួម៉ោងថ្ងៃខែឬឆ្នាំទេគឺគិតថាអ្នកដែលទទួលហានិភ័យច្រើនជាងគេប៉ុន្តែតាមពិតក្នុងលក្ខខណ្ឌនេះគឺជាករណីពិសេសមានន័យថាចំពោះអ្នកដែលកើតនៅក្នុងធាតុទឹកបូកជូតមិនថានៅតួម៉ោងតួថ្ងៃតួខែតួឆ្នាំទេគឺមានន័យថាឆ្នាំ2026នេះគឺយើងហេងខ្លាំងបាទគឺមិនមែនមានថាឆុងទេហើយក៏មិនមែនមានថាឆុងហើយបានទៅហេងទេគឺហេងតែម្ដងបាទអញ្ចឹងវាគឺជាករណីរូបមន្តពិសេសនៃក្បួនបាជឺអញ្ចឹងខ្ញុំជូននេះគឺចំពោះបងប្អូនដែលមានទឹកបុកជូតអញ្ចឹងកុំភ័យបារម្ភថាឆ្នាំក្រោយយើងឆុងអីខ្លាំងតាមពិតអត់ទេអញ្ចឹងមានន័យថាឆ្នាំក្រោយគឺយើងនិយាយថាវាជាការហេងមួយដែលល្អជាងសពដងអញ្ចឹងណាអញ្ចឹងខ្ញុំចង់ផ្ដល់ជាព័ត៌មានដើម្បីឲ្យអ្នកដែលមានទឹកបូកជូតហ្នឹងគាត់ស្ងប់អារម្មណ៍ហើយចាំទទួលមើលថាតើមានពរជ័យអីខ្លះសម្រាប់ឆ្នាំ2026ព្រោះនេះគឺជាករណីពិសេសបាទសូមអរគុណ